បាក់ខ្ញុំសូមគោរពអ្នកគ្រូនិងមិត្តភក្តិទាំងអស់គ្នានេះខ្ញុំឈ្មោះជាវិចាលីទីខ្ញុំមានអាយុ6ឆ្នាំខ្ញុំរៀននៅថ្នាក់ទី5កម្មមួយនៃសាលាបេទីអន្តរជាតិខាខជីទី20ចំចៅថ្ងៃនេះសប្បាយចិត្តរីករាយខ្ញុំបាននិយាយប្រធានបានមួយលើកថាចូលប្អូននិយាយពីផលប៉ះពាល់នៃការប្រើប្រាស់ជីគីមីលើផលដំណាំអ្នកនោះជាទីក្រុង20ទីមេត្រីយើងចាំវិចារក្រសណ្ដាប់ប្រជាជនណាពាក្យថាប៉ះពាល់ណាប្រជាជនបរទេសប្រាក់ដល់ប្រទេសដំណាំណាពីជានាមអ្វីដែលគេដាំដូចជាស្រូវពោធិ៍សំដេចដំឡូងជាដើមជីគីមីណាពីជានាមគឺជាប្រភេទជីដែលគេផលិតចេញពីរោងចក្រដែលសារធាតុសំយោគផ្អែកតាមនិយមនៃខាងលើការប្រើប្រាស់ជីគីមីមានដូចតទៅ1ធ្វើឲ្យដីឲ្យជាពោគឺដីខូចគុណភាពដីស្ងួតដីដំណាំដីដក2ធ្វើឲ្យប៉ះពាល់គុណភាពដំណាំពោគឺដំណាំខូចគុណភាពឬមានជាតិពោអាចនាំឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកហូប3ធ្វើឲ្យបំពុលបរិស្ថានពោគឺអាចបណ្ដាលឲ្យបំពុលដីអាចនាំឲ្យប៉ះពាល់ដល់ជារស់ទាំងឡាយ4ចំណាយថ្លៃដើមខ្ពស់ក្នុងការដាំដំណាំដោយសារជីគីមីមានតម្លៃថ្លៃជារួមមកការប្រើប្រាស់ជីគីមីពិតជាមានផលវិជ្ជមាននានាអ្នកគ្រូជាទីក្រុង20ជាទីមេត្រីចូលលោកសេចក្តីមកយើងគួរជៀសវាងការប្រើប្រាស់ជីគីមីលើផលដំណាំនានាដោយងាកមកប្រើជីធម្មជាតិឬជីកំប៉ុស្តវិញដោយសារវាធូរថ្លៃមិនអាចប៉ះពាល់ដល់សុខភាពរបស់អ្នកហូបដល់សុខភាពយើងឡើយជាទីបញ្ចប់នេះខ្ញុំសូមអរគុណអ្នកគ្រូ